នៅចំណុចកណ្ដាលនៃប្រទេសកម្ពុជាគឺមានវត្តមានបឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំកម្ពស់ទឹកបានឡើងនិងចុះតាមចង្វាក់នៃទឹកទន្លេមេគង្គដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅលើពិភពលោកនៅក្រោមផ្ទៃទឹកដ៏ធំមួយនេះមានរុក្ខជាតិអាថ៌កំបាំងនិងជាកម្លាំងចលករមួយដែលភ្នែកមនុស្សទូទៅមិនអាចមើលឃើញរុក្ខជាតិអាថ៌កំបាំងនោះគឺពពួកស្លាកដ៏តូចល្អិតឬមីក្រូអាល់ហ្គីដែលជាគន្លឹះនៃជីវិតអរិយធម៌និងសេដ្ឋកិច្ចជាតិមីក្រូអាល់ហ្គីគឺជារុក្ខជាតិស្លែដ៏ល្អិតតូចដែលអណ្ដែតនៅក្នុងទឹកតាមរយៈដំណើរនៃការសំយោគនៃពន្លឺវាបំលែងពន្លឺព្រះអាទិត្យនិងសារធាតុចិញ្ចឹមទៅជាសារធាតុអាហារនិងអុកស៊ីសែននារដូវកាលទឹកជំនន់នៅបឹងទន្លេសាបតែងនាំមកនូវដីល្បាប់ល្អសម្បូរទៅដោយសារធាតុចិញ្ចឹមដែលបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់ឲ្យពពួកស្លែលូតលាស់ហើយក្លាយជាមូលដ្ឋាននៃចំណីអាហារពពួកស្លែជាចំណីសម្រាប់សត្វប្លង់តុងជាចំណីសម្រាប់ត្រីតូចៗបន្តជាចំណីសម្រាប់ត្រីធំវត្តនៃចំណីអាហារនេះបានគាំទ្រដល់ប្រភេទត្រីប្រមាណជាង500ប្រភេទនិងផ្ដល់ប្រភពប្រូតេអ៊ីនដល់ប្រជាជនកម្ពុជាជាច្រើនលាននាក់ផងដែរទន្ទឹមនឹងនេះប្រូតេអ៊ីនសត្វដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រមាណជាង 60% គឺមានប្រភពមកពីជលផលទឹកសាបដែលមានមូលដ្ឋានរាប់ពីពពួកស្លែដ៏តូចទាំងនេះឯង